នៅចំកណ្ដាលព្រៃជ្រៅដ៏ខ្មៅងឹតគូរីកដ៏ធំមួយបានប្រឡាយខ្លួនពីរូបរាងមនុស្សប្រុសដែលមានរបួសធ្ងន់ធ្ងរក្រុមអ្នកប្រមាញ់បិសាចកំពុងដេញតាមស្វែងរកគេយ៉ាងក្រៅគុកដើម្បីកំទេចជីវិតគេឲ្យរកតែបានស្របពេលនោះហេងឡយដែលជាគ្រឹះវេទមន្ត្រីកំពុងបេះថ្នាំក្នុងព្រៃបានឃើញហេតុការណ៍ហើយមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលនាងរៀបនឹងរត់គេចដៃដ៏ញ័រញាក់របស់ព្រះអង្គម្ចាស់គូបានចាប់សម្ពុតនាងហើយសុំជំនួយទាំងចុងដង្ហើមខ្សែភ្នែកដ៏អស់សង្ឃឹមរបស់គេបានធ្វើឲ្យនាងនឹកឃើញដល់អតីតកាលដ៏ជូរចត់របស់ខ្លួនដែលធ្លាប់ត្រូវគេមើលងាយនិងដាក់ទោសដោយក្តីអាណិតអាសូរចំពោះវាសនាដូចគ្នានាងបានសម្រេចចិត្តប្រថុយជីវិតដើម្បីជួយសង្គ្រោះគេនាងបានខំរៀនដែលយកជាមកប្រើប្រាស់មន្តអាគមបង្កើតជាអបរាជដើម្បីបិទបាំងភ្នែកស្រីក្រោមគម្របអបអាគមនាងបានគ្រាបព្រះអង្គម្ចាស់គូគេចខ្លួនចេញពីកន្លែងគ្រោះថ្នាក់យ៉ាងលឿននៅឯកន្លែងមួយទៀតមេដឹកនាំស្រូវស្ទុះទៅវាយប្រហារកូនចៅដោយកំហឹងបន្ទាប់ពីដឹងថាគោលដៅបានបាត់ខ្លួនកូនចៅបានលុតជង្គង់អង្វរដោយប្រាប់ថាទីនោះជាទឹកដីហាមឃាត់ដែលមានមន្តអាគមការពារយ៉ាងរឹងមាំប៉ុន្តែមេដឹកនាំចិត្តអាក្រក់នៅតែបញ្ជាឲ្យកងទ័ពទាំងអស់សម្រុកចូលភ្នំដើម្បីកំទេចហេងយួនឲ្យតតែបាននៅក្នុងរូងភ្នំសម្ងាត់ខេងឡៃកំពុងខិតខំមើលថែរបួសនិងព្យាបាលអាការជំងឺរបស់ហេងយួនយ៉ាងយកចិត្តទុកដាក់ប៉ុន្តែរំពេចនោះពីស្បេសាច់នៅក្នុងខ្លួនហេងយួនបានរើឡើងធ្វើឲ្យគេបាត់បង់ស្មារតីនិងភ្ញាក់ឡើងទាំងកំហឹងភ្នែករបស់គេប្រែជាពណ៌លឿងហើយបានស្ទុះទៅចាប់កោអាប់នាងទាំងស្រែកគំរាមដោយភាពខូចខើ